បាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel Combo Cine បាទថ្ងៃនេះខ្ញុំមានវីដេអូមួយដែលចង់ចែករំលែកទៅកាន់បងប្អូនអរគ្នាគឺទាក់ទងទៅនឹងការចែកកម្មចិន្តាណាបាទគឺរបៀបនិងវិធីសាស្ត្រក្នុងការចែកកម្មចិន្តាឲ្យលឿនឲ្យត្រូវតាមស្តង់ដារបច្ចេកទេសបន្ថែមស្ថាបត្យកម្មរបស់ខ្មែរយើងណាបាទអញ្ចឹងដើម្បីមុននឹងចាប់ផ្ដើមមេរៀនសូមឲ្យបងប្អូនទាំងគ្នាមានกระดาษមានប៊ិចដើម្បីជួយកត់ទៅនឹងរូបមន្តហើយនឹងលក្ខខណ្ឌបច្ចេកទេសដែលមានកំណត់ណាដែលខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងគ្នានៅពេលបន្តិចទៀតនេះបាទអញ្ចឹងនៅពេលបងប្អូនត្រៀមរួចរាល់ហើយអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាបាទអញ្ចឹងទាក់ទងទៅនឹងការចែកកម្មចិន្តាវិធីសាស្ត្រក្នុងការចែកកម្មចិន្តាហ្នឹងយើងត្រូវមានរូបមន្តអីខ្លះណាលក្ខខណ្ឌបច្ចេកទេសខ្លះអញ្ចឹងយើងទៅមើលទាំងអស់គ្នាបាទអញ្ចឹងលក្ខខណ្ឌរបស់ចិន្តាចំពោះមុននឹងយើងត្រូវចែកកម្មចិន្តាទាំងកម្ពស់កម្មហើយនឹងបទាកម្មហ្នឹងបាទអញ្ចឹងយើងត្រូវស្គាល់សិនណាអញ្ចឹងមុំចិន្តារបស់យើងនិយាយទៅគឺវាស្ថិតនៅចន្លោះពី30ទៅ35ដឺក្រេណាបាទអញ្ចឹងបើបងជាងគាត់ចេះរមុំចិន្តាស្រួលទេវាងាយកាន់តែងាយស្រួលតែបើសិនអត់ចេះរទេយើងត្រូវកំណត់ណាទាក់ទងកម្ពស់កម្មនិងជម្រៅកម្មបាទអីទៅគឺជាកម្ពស់កម្មអីទៅជាជម្រៅកម្មអញ្ចឹងយើងមកមើលរូបមិនសិនណាអញ្ចឹងនេះ1.8 ម៉ែត្រនេះគឺគេហៅថាកម្ពស់កម្មហើយណាបាទអញ្ចឹងយើងមើលរូបជាក់ស្ដែងយើងយល់លឿនណាចាប់បានយល់ហើយទាក់ទងនឹងជម្រៅកម្មគឺនេះ250នេះណាអញ្ចឹងពីទឹក5ហ៊ុនហ្នឹងគឺជាជម្រៅកម្មហើយណាដែលភាសាអង់គ្លេសគេថា going ណាឬក៏ run ចំណែកឯនេះមកទឹក8ហ៊ុនហ្នឹងគឺជា rise ភាសាអង់គ្លេសណាគឺឬក៏ high ណា rising ឬក៏ high ហើយដែលយើងជាភាសាខ្មែរគឺយើងថាកម្ពស់កម្មណាបាទអញ្ចឹងយើងបានស្គាល់ហើយជម្រៅកម្មហើយនិងកម្ពស់កម្មអញ្ចឹងចំពោះកម្ពស់កម្មហើយនិងជម្រៅកម្មយើងបានស្គាល់ហើយអញ្ចឹងយើងទៅមើលបន្តទៀតណាលក្ខខណ្ឌរបស់យើងអញ្ចឹងកម្ពស់កម្មជាទូទៅដែលគេអនុញ្ញាតគឺមួយទឹក5ហ៊ុនណាពីមួយទឹក5ហ៊ុនទៅ2ទឹកអស់ហើយណាអញ្ចឹងបើសិនជាបងប្អូនដាក់ធ្វើទៅទៀបជាងមួយទឹក5ហ៊ុនអញ្ចឹងចិន្តាបងប្អូនរៀងពិបាកឡើងបន្តិចណាហើយបើលើសពី2ទឹកក៏វាពិបាកឡើងដែររៀងចោតខ្លាំងពេកណាបាទដូចគ្នាដែរចំពោះជម្រៅកម្មគឺយើងត្រូវយកពីចន្លោះ2ទឹកកន្លះទៅ3ទឹកកន្លះណាអញ្ចឹងឲ្យវាស្ថិតនៅក្នុងហ្នឹងចិន្តារបស់យើងដែលយើងធ្វើហ្នឹងគឺធ្វើម៉េចឲ្យវាស្ថិតនៅក្នុងហ្នឹងអញ្ចឹងបើអត់ស្ថិតនៅក្នុងហ្នឹងទេចិន្តារបស់យើងរៀងពិបាកឡើងណាអញ្ចឹងហ្នឹងគឺជាលក្ខខណ្ឌទូទៅដែលយើងត្រូវចេះអំពីរូបមន្តរបស់ចិន្តាយើងណាអញ្ចឹងលក្ខខណ្ឌងាយគឺខ្ញុំបង្ហាញបែបហ្នឹងហើយចំណែកនេះណាលេខ3ហ្នឹងគឺលក្ខខណ្ឌពិសេសមិនអញ្ចឹងមានន័យថាបើសិនបងប្អូនធ្វើចិន្តារបស់បងប្អូនគឺស្ថិតនៅក្នុងលក្ខខណ្ឌបែបនេះគឺមានន័យចិន្តាបងប្អូនគឺឡើងទៅស្រួលឡើងចុះគឺស្រួលធ្វើឲ្យលក្ខខណ្ឌក្នុងការឡើងចុះរបស់ចិន្តាយើងគឺស្រួលមានន័យថាកម្ពស់កម្មរបស់យើងបើយើងធ្វើទៅនៅចន្លោះពីមួយទឹក6ហ៊ុន5លីនៅមួយទឹក7ហ៊ុន5លីហ្នឹងគឺអេមហ្មងណាបាទកម្ពស់វាហើយជម្រៅកម្មគឺពីទឹក8 2ទឹក7ហ៊ុនទៅ3ទឹក1ហ៊ុនហ្នឹងគឺស្រួលហ្មងណាចិន្តាបងប្អូនគឺអេមហ្មងណាបាទអញ្ចឹងយើងទៅយើងបានដឹងពីលក្ខខណ្ឌបច្ចេកទេសបងប្អូនបានកត់ហើយណាអញ្ចឹងយើងបានដឹងពីបច្ចេកទេសហ្នឹងលក្ខខណ្ឌហ្នឹងហើយយើងចាប់ផ្ដើមធ្វើការគណនារកកម្មចិន្តាអញ្ចឹងគេរកមិនឲ្យងាយស្រួលទេណាបាទអញ្ចឹងយើងធ្វើការគណនាទាំងអស់គ្នាអញ្ចឹងនៅពេលផ្ទះរបស់យើងបើសិនជាផ្ទះរបស់យើងអៀតចិន្តារបស់យើងគឺដាច់ខាតគឺយើងត្រូវតែធ្វើប្រើចិន្តាកាច់ហើយណាយើងអាចធ្វើចិន្តាត្រង់តែម្ដងទេទាំងអាហ្នឹងបើយើងប្រើចិន្តាត្រង់តែម្ដងវាស៊ី space អានេះវែងណាស៊ីនេះស៊ីអាប្រវែងនេះវែងអញ្ចឹងបើសិនជាយើងធ្វើចិន្តាកាច់យើងស៊ីបានតែបន្តិចណាយើងបូកបើសិនយើងគិតទៅវាអានេះ1.7 ម៉ែត្រទឹកអញ្ចឹង1.7 ទឹក5ហ៊ុនអញ្ចឹងយើងបូកថែមថាសទៀតទៅថាសវាអាច1 ម៉ែត្រឬក៏1.5 ម៉ែត្រទឹក1 ម៉ែត្រ2ទឹកអីចឹងទៅណាអញ្ចឹងវាអត់សូវអស់ច្រើនទេណាអញ្ចឹងបើសិនជាឧទាហរណ៍ថាបើសិនជាយើងធ្វើចិន្តាតែមួយត្រង់អញ្ចឹងយើងត្រូវយកមកទឹក7ហ៊ុន5លីបូកតគ្នាមក1.7 ម៉ែត្រទឹក5ហ៊ុនអញ្ចឹងបូកតគ្នាវាឡើង3 ម៉ែត្រជាងហើយណាអញ្ចឹងវាស៊ី space អស់ច្រើនអ
ចឹង3ម៉ែត្រជាងបើប្រសិនជាផ្ទះយើងតឹងតែ4ម៉ែត្រអីបើយើងធ្វើចណ្ដើរកាត់តឹងផ្ទះគឺអស់ space បាទហើយអញ្ចឹងយើងបកមកវិញណាបកវិញទាក់ទងទៅនឹងការរកកម្ពស់ហើយនឹងជម្រៅកម្មមានន័យថារកចំនួនកម្មចណ្ដើរដែលយើងចង់បានណាបាទអញ្ចឹងវិធីរចំនួនកម្មចណ្ដើររបស់យើងគឺយើងបានដឹងបន្តិចហើយខ្ញុំបង្ហើបមិញអញ្ចឹងជីទៅប្រទេសរបស់យើងឧទាហរណ៍ប្រទេសរបស់យើងកម្ពស់3ម៉ែត្រអញ្ចឹងយើងត្រូវចែកជា2ហើយកន្លែងថាសនេះណាយើងចែកថាសហ្នឹងគឺកម្ពស់ពាក់កណ្ដាលរបស់ប្រទេសយើងហើយណាអញ្ចឹងបាទអញ្ចឹងយើងបកមកឧទាហរណ៍នេះវិញអញ្ចឹងបើសិនជាថាសរបស់យើងមានកម្ពស់ប៉ុន្មានមានកម្ពស់1ម៉ែត្រ4ទឹកបាទ1ម៉ែត្រ4ទឹក4ហ៊ុនហ្នឹងបើសិនជាផ្ទះរបស់អាថាសរបស់យើងហ្នឹងណាអញ្ចឹងបើសិនជាកម្ពស់ហ្នឹងតើយើងបានកម្មរបស់យើងមកអញ្ចឹងនៅពេលដែលយើងស្គាល់កម្ពស់ថាសហ្នឹងហើយយើងចាប់ផ្ដើមចែកមកយើងរូបមន្តយើងមិញគឺកម្ពស់កម្មរបស់យើងគឺយកពី1ទឹកកន្លះទៅ2ទឹកអញ្ចឹងបងប្អូនសាកចែកទាំងអស់គ្នាអញ្ចឹង1ម៉ែត្រ4ទឹក4ហ៊ុនបាទ1ម៉ែត្រ4ទឹក4ហ៊ុនណាអញ្ចឹងយើងយកមកចែកមក1440យើងចែកជាមួយនឹងប៉ុន្មានអញ្ចឹងឧទាហរណ៍ថាខ្ញុំយក1ទឹក8ចុះណា180អញ្ចឹង180នេះវាចន្លោះពីវាស្ថិតនៅចន្លោះរបស់យើងនេះណាអញ្ចឹងវាស្ថិតនៅចន្លោះពី1ទឹក5ហ៊ុនទៅ2ទឹកអញ្ចឹងយើងចែកមកយើងចែកខ្ញុំជ្រើសយក1ទឹក8អញ្ចឹងចែកទៅចែកបងប្អូនចែកធ្វើម៉េចចែកឲ្យលេខកន្លែងហ្នឹងគឺឲ្យវានៅចន្លោះរូបមន្តយើងមិញណាគឺ1ទឹក5ហ៊ុនទៅ2ទឹកអញ្ចឹងវានៅចន្លោះហ្នឹងពេលយើងចែកទៅខ្ញុំបានប៉ុន្មានបាទគឺ8កម្មអញ្ចឹងមានថា8កម្មគឺយើងរួមចេះ8កម្មហ្នឹងគឺ1 2 3 4 5 6 7 8អញ្ចឹងមានថាយើងរាប់អាកម្ពស់នេះណានេះអាកម្ពស់នេះ1 2 3 4 5 6 7 8អញ្ចឹងយើងបាន8ណា8កម្មឬក៏8កលៈអញ្ចឹងមានថា8កម្ពស់កម្មរបស់យើង8កម្ពស់កម្មរបស់យើងបាទប៉ុន្តែបើសិនជាបងប្អូនរាប់កម្មនេះអាហ្នឹងគឺតកតងនឹងហុងស៊ុយទាំងគឺបងប្អូនអាចជ្រើសរើសតាមហ្នឹងណាបងប្អូនឆ្លាញ់ខ្សែឬក៏ឆ្លាញ់គូហ្នឹងគឺតាមតម្រូវការរបស់បងប្អូនអាចកែប្រែតាមហ្នឹងទៅណាបាទប៉ុន្តែធ្វើម៉េចគឺឲ្យស្ថិតនៅក្នុងលក្ខខណ្ឌដែលខ្ញុំបានឲ្យនេះណាអូខេបាទអញ្ចឹងយើងបានកម្ពស់កម្មរបស់យើងហើយបាទកម្ពស់កម្មរបស់យើងមិញគឺយើងចែកមើលទៅគឺបានប៉ុន្មាននេះ8កម្មហើយបើគិតជាម៉ែត្រគឺយើងបានប៉ុន្មាន1ទឹក8ហ៊ុនណាកម្ពស់របស់វាបាទចំណែកឯតកតងទៅនឹងជម្រៅកម្មរបស់យើងគឺយើងចែកធ្វើម៉េចឲ្យវាស្ថិតនៅក្នុង2ទឹកបាទ2ទឹក5ហ៊ុនទៅប៉ុន្មាន3ទឹក5ហ៊ុនមែនទេបាទអញ្ចឹងយើងមានអ្វីដែលយើងមានគឺចំពោះប្រវែងនេះអញ្ចឹងយើងត្រូវយកប្រវែងនេះចែកឲ្យនេះណាចែកឲ្យតម្លៃលេខដែលនៅស្ថិតនៅចន្លោះនេះអញ្ចឹង2ទឹក5ហ៊ុនអញ្ចឹងខ្ញុំធ្វើការចែកទៅបាទគឺ1ម៉ែត្រ7ទឹក5ហ៊ុនអញ្ចឹងចែកមក1ម៉ែត្រ7ទឹក5ហ៊ុនបាទងាយឧទាហរណ៍ថាខ្ញុំយក2ទឹកកន្លះអញ្ចឹងខ្ញុំចែក2ទឹកកន្លះអញ្ចឹងស្មើ7កម្មគឺយើងរាប់1 2 3 4 5 6 7ណាអញ្ចឹងយើងអត់រាប់ថាសដែរទេណាបើយើងរាប់ថាសដែរវាឡើង8ណាបាទអញ្ចឹងបងប្អូនធ្វើតាមហ្នឹងមកបងប្អូននឹងឃើញហើយណាវាងាយទេបាទផ្ទុយទៅវិញបើសិនជាបងប្អូនឆ្លាញ់កម្មណាបងប្អូនគិតថាខ្ញុំអត់ខ្វល់ទេខ្ញុំអត់ចង់បានលេខអានេះគុតអញ្ចឹងទេណាលេខជម្រៅកម្មនិងកម្ពស់កម្មគុតអញ្ចឹងទេអញ្ចឹងបងប្អូនធ្វើការគណនាចំនួនកម្មចណ្ដើរដោយពឹងណាដោយផ្ដោតសំខាន់ទៅលើហុងស៊ុយផ្ដោតសំខាន់ទៅលើចំនួនកម្មបាទអញ្ចឹងបងប្អូនត្រូវចែកចេះវិញណាឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍ថាកម្ពស់ជម្រៅកម្មរបស់យើងប៉ុណ្ណឹង1ម៉ែត្រសំទោសប្រវែងដែលយើងត្រូវរកជម្រៅកម្មគឺ1ម៉ែត្រ7ទឹក5ហ៊ុនអញ្ចឹងខ្ញុំយក1ម៉ែត្រ7ទឹក5ហ៊ុន1ម៉ែត្រ7ទឹក5ហ៊ុនឧទាហរណ៍ខ្ញុំចែកធ្វើម៉េចសំទោសណាអញ្ចឹង1ម៉ែត្រ7ទឹក5ហ៊ុន
ខ្ញុំចែកជាមួយណាចឹង1ម៉ែត្រ7ទឹក5ហ៊ុនខ្ញុំចែកជាមួយធូមិនតម្លៃលេខរបស់យើងគឺស្ថិតនៅចន្លោះណាចន្លោះ2ទឹកកន្លះទៅ3ទឹកកន្លះអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំចែក2ទឹក8ហ៊ុនអត់ស្រួលណាបាទអញ្ចឹងខ្ញុំចែកទៅបាន 6.25 អញ្ចឹងបើសិនយើងបងប្អូនស្រឡាញ់6កម្មអញ្ចឹងបងប្អូនប្រកួតយក6កម្មមកណាហ្នឹងវិធីចែកអញ្ចឹងបងប្អូនប្រកួតយក6កម្មបងប្អូនទៅចែករកវិញថាតើជំរឿកម្មរបស់យើងយកប្រមាណដើម្បីយើងធ្វើកម្មចំណាទៅវាអត់លឺអត់ខ្វះអញ្ចឹងបងប្អូនយក6កម្មឥឡូវបងប្អូនបង្កត់យក6កម្មអញ្ចឹងបងប្អូនបង្កត់យក6កម្មបងប្អូនត្រូវចែកនេះណាយកនេះ1760 1750ណាអញ្ចឹង1ម៉ែត្រ7ទឹក5ហ៊ុនហ្នឹងបងប្អូនចែកនឹង6វិញណាអញ្ចឹងបងប្អូនចែក6ឃើញហើយណាជំរឿកម្មរបស់យើងគឺមិនមែនស្មើ2ទឹកជាងនឹងទេណាមិនមែន2ទឹកកន្លះហ្នឹងទេគឺ2ទឹក9ហ៊ុនមែនអត់បាទនេះសំទោសនេះបាទអញ្ចឹង2ទឹក9ហ៊ុនអញ្ចឹងបងប្អូនអាចយក2ទឹក9ហ៊ុន2លីមកអញ្ចឹងបងប្អូនធ្វើការតាមហ្នឹងមកណាបាទអញ្ចឹងវិធីដែលយើងត្រឡប់រកវិញណាដូចគ្នាដែរតើតងកម្ពស់កម្មរបស់យើងណាបើសិនបងប្អូនឆ្លាញ់កម្ពស់តើតងគុតឬគូអីអាហ្នឹងជាហុងស៊ុយរបស់បងប្អូននេះខ្ញុំអត់សូវដឹងដែរតើតងនឹងហុងស៊ុយណាបាទអញ្ចឹងបងប្អូនចែកដូចគ្នាដែរមកណាចែកមិនមានន័យថាបើសិនជានេះកម្ពស់នេះបើបងប្អូនឆ្លាញ់ឧទាហរណ៍ខ្ញុំចែកសិនណាខ្ញុំចែកម្ដងទៀតឧទាហរណ៍ថា1ម៉ែត្រ4ទឹក4ហ៊ុន4បាទ1ម៉ែត្រ4ទឹក4ហ៊ុនហ្នឹងបើបងប្អូនចែកទាំងម៉េចឲ្យស្ថិតនៅក្នុងចន្លោះហ្នឹងចន្លោះ1ម៉ែត្រ5ទឹក1ទឹក5ហ៊ុនទៅ2ទឹកអញ្ចឹងបងប្អូនចែកឧទាហរណ៍ថាបងប្អូនចែកនឹង17ណាឧទាហរណ៍170ណា1ទឹក7ហ៊ុនអញ្ចឹងបងប្អូនចែកទៅឃើញហ្មងឃើញ8កម្មអញ្ចឹងបងប្អូនបើឆ្លាញ់8បងប្អូនប្រកួតយក8មកឬក៏ហ្នឹងហើយបងប្អូនបើឆ្លាញ់9បងប្អូនប្រកួតយក9មកអញ្ចឹងបើបងប្អូនប្រកួតយក9អញ្ចឹងបងប្អូនត្រូវយកអាហ្នឹងមកចែកឡើងវិញសិនណា1440ចែកឲ្យប៉ុន្មានចែកឲ្យ9ឆ្លាញ់អាកម្ពស់កម្មនឹង9ណាចែកទៅ9ឃើញ160អញ្ចឹងកម្ពស់កម្មបងប្អូនត្រូវ select គឺបងប្អូនត្រូវធ្វើគឺនេះអាកម្ពស់កន្លែងនេះបងប្អូនត្រូវដូរទៅជាប៉ុន្មាន160វិញហើយចំនួនគឺចំនួន9កម្មមានថា1 2 3 4 5 6 7 8 9ចឹងទៅណាបាទចឹងហ្នឹងគឺជាវិធីសាស្ត្រដែលបងប្អូនគណនាថាទៅតាមក្បួនរបស់យើងឆ្លាញ់អានេះគុតគឺបងប្អូនធ្វើតាមវិធីទី1មិញមកហើយបន្តទៀតបើសិនបងប្អូនផ្អែកទៅលើចំនួនកម្មហុងស៊ុយរបស់បងប្អូនទេបងប្អូនត្រូវចែករសិនណាបាទមានន័យថាបងប្អូនត្រូវចែករចំនួនកម្មសិនបានបងប្អូនយកអាចំនួនកម្មហ្នឹងមកចែករអាប្រវែងនេះវិញណាបាទអញ្ចឹងដល់ពេលយើងចែកប្រវែងនេះយើងអាចធ្វើមកប៉ុន្តែបើសិនទៅពេលដែលយើងខ្ញុំចង់បញ្ជាក់បន្តិចទៀតដល់ពេលដែលបងប្អូនចែកមកឧទាហរណ៍ថាបងប្អូនចែក1000នេះបើតេតអាប្រវែងនេះណា1750ហ្នឹងបងប្អូនចែកជាមួយនឹង7ណាបងប្អូនចែកជាមួយនឹង7បងប្អូនចែកនេះមិនឃើញលេខវា1750ចែកជាមួយនឹង6ឧទាហរណ៍ណាអញ្ចឹងឃើញ2ទឹក9ហ៊ុនបាទបើសិនបងប្អូនគត់យក2ហ៊ុនអញ្ចឹងបងប្អូនធ្វើទៅខ្វះច្បាស់ជាអាលើនេះរៀងខ្វះហើយឬក៏អាក្រមនេះរៀងខ្វះអញ្ចឹងបងប្អូនចេះលួចកន្លែងហ្នឹងណាបងប្អូនដល់ពេលទៅធ្វើពុំគឺបងប្អូនត្រូវលួចធ្វើម៉េចលួចអាកម្មលើហើយនៅកម្មក្រមហើយអាកម្មកដាលយើងយកមិនន័យថាបើយើងប្រកួតយកមិនហ្នឹងអញ្ចឹងបងប្អូន2ទឹក9ហ៊ុន2លីអញ្ចឹងបងប្អូនប្រកួតយកប៉ុណ្ណឹងមានន័យថាអាកម្មផ្សេងយើងធ្វើ2ទឹក9ហ៊ុន2លីប៉ុន្តែអាកម្មនេះហើយនឹងអាកម្មនេះបងប្អូនលួចណាបងប្អូនអាចលួចធំដោយសារយើងប្រកួតឡើងអញ្ចឹងបងប្អូនអាចលួច2ទឹក9ហ៊ុនអីគឺអូខេហើយណាអញ្ចឹងដល់ពេលយើងឡើងទៅគឺមានលក្ខណៈធម្មតាគេអ្នកឡើងគេអត់ដឹងទេហើយយើងអ្នកធ្វើគឺធ្វើបានត្រូវតាមຂະຫນាតផងដែរអញ្ចឹងណាក៏បើសិនជាបងប្អូនលួចតែមួយខាងមានន័យថាធ្វើអាខាងនេះយើងទៀបខ្លាំងអាកម្មចុងក្រោយទៀបខ្លាំងឬបងប្អូនលួចអាកម្មខាងក្រោមនេះបាទលួចលេខណាអញ្ចឹងធ្វើឲ្យអានេះទៀបជាងគេពេកអញ្ចឹងបងប្អូនត្រូវលួចអានេះផងអានេះផងណាលួចចែកគ្នាម្នាក់តិចមកលួចធ្វើម៉េចឲ្យវាត្រូវទៅនឹងប្រវែងរបស់យើងហើយកម្ពស់របស់យើងមកណាអញ្ចឹងប៉ុណ្ណឹងឯងទាក់ទងទៅនឹងការចែកហើយចំពោះអាមួយបត់នឹងទៀតគឺបងប្អូនធ្វើការកណនីដូចគ្នាមកបងប្អូនវាស់កម្ពស់ឡើងលើហើយនឹងប្រវែងនេះមកណាអញ្ចឹងយើងចែកទៅធ្វើដូចជាគ្នាទេណាបាទសំខាន់គឺដំបូងគឺយើងត្រូវចែកថាសយើងសិនណា
យើងថៃចែកថាយើងជាពីរយើងស្គាល់កម្ពស់ផ្ទះរបស់យើងចែកជាពីរហើយយើងគេនិយាយថាយើងស្រឡាញ់ប៉ុណ្ណាណាពីប្រវែងនេះបាទធ្វើម៉េចឲ្យមានផ្លូវដើរអីត្រឹមត្រូវមកហើយយើងធ្វើការចែកមកបាទប៉ុណ្ណឹងឯងហើយបើសិនជាបងប្អូនឆ្ងល់ទេខ្ញុំអាច comment សួរក្រោមបានខ្ញុំនឹងធ្វើវីដេអូជូនបងប្អូនទាំងអស់គ្នាណាហើយព្យាយាមឆ្លើយអ្វីដែលខ្ញុំចេះខ្ញុំនឹងចែករំលែកជូនទៅកាន់បងប្អូនទាំងអស់គ្នាបាទអរគុណសូមជម្រាបលា